Chào số bong từng ở cái này nâng nhầm xong và hai nhầm pi đặc biệt dương Entrust đu lên khé cho môi đi ở massage chẳng là bộ dân từ can đu lên khe hay dân trách rồi sell từ lượt QR code đó pi sell QR code hai dân cho từ can app đu lên khe mà đọ DMSS mà đòn chẳng là nhầm cho từ can app DMSS chẳng những cho từ can cái lại tre bấy đam bay dương ba function Entrust chẳng cái lại trongចំណុច function Entrust នឹងយើងចូលទៅកាន់ function នឹង Entrust នឹងហើយកន្លែងនេះគឺយើងដំបូងឡើងត្រូវ scan QR code Duolin Care ដែលយើង save ទុកបំបញ្ញមិញហ្នឹងយើងត្រូវការ scan បន្តមកយើងពេលដែលយើង scan ហើយយើងអាច set period រយៈពេលយើងបើកឲ្យប្រើប្រាស់រយៈពេលប៉ុន្មានអញ្ចឹងយើងគួរតែដាក់រយៈពេល7ថ្ងៃឬក៏នេះខ្ញុំដាក់1ឆ្នាំដើម្បីឲ្យអ្នក set up ហ្នឹងមានពេលយូរបន្ទាប់មកខាងក្រោមនេះរយៈពេលយើងដាក់តាមការធ្វើរបស់គាត់អញ្ចឹងយើងគាត់ធ្វើរយៈពេលប៉ុន្មានក៏បានដែរហើយបើសិនជាយើងដាក់ខ្លីបំផុត1ម៉ោងអីអញ្ចឹងទៅមានថាគាត់ធ្វើលើសពីហ្នឹងគឺវានឹងដាច់ license ហ្នឹងហើយអញ្ចឹងយើងគ្រាន់តែ OK ប៉ុណ្ណឹងវានឹង load notification ទៅកាន់ account Duolin Care របស់ជាងហើយអញ្ចឹងនៅពេលយើងជាជាងយើងចូលទៅកាន់ Duolin Care ហ្នឹងយើងទទួលនៅ Entrust របស់ភ្ញៀវហ្នឹងអញ្ចឹងពេលយើងទទួលហើយយើងចាប់ដើមអាសាញកាមេរ៉ាមកគ្រាប់ហ្នឹងទៅកាន់ខ្សែយើងដាក់ទៅខ្សែណាក៏បានដែរយើងមានខ្សែ10យើងដាក់ខ្សែ10អញ្ចឹងណាអញ្ចឹងយើងបង្កើតថ្មីទៀតទៅបន្ទាប់មកយើងមានសិទ្ធិក្នុងការ set up ទៅលើកាមេរ៉ាហ្នឹងដោយសេរីហើយភ្ញៀវនៅមើលបានធម្មតាយើង set up ដោយសេរីអញ្ចឹងឥឡូវយើងចូលមកយើងឃើញពី Entrust ហ្នឹងហើយអញ្ចឹងយើងអាចចូលទៅ set up ព័ត៌មាននៅក្នុងហ្នឹងហើយយើងចូលទៅកាន់ setting ទៅ set up មួយចំនួនដូចជា AI ដូចជា image record network ចង់ដូរ network ឬក៏ maintenance អីគឺយើងអាចកែបាននៅក្នុងហ្នឹងទាំងអស់និយាយទៅដូចការប្រើប្រាស់នៅក្នុង DMSS អញ្ចឹងហើយសម្រាប់ function ហ្នឹងវាងាយស្រួលក្នុងថាយើងអាចបង្កើត site ការងារច្រើនអញ្ចឹងយើងអត់ចាំបាច់ save account ម្ដងមួយទេចំណុចហ្នឹងណា